ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាសសូមស្វាគមន៍មកកាន់ SRR Days ថ្ងៃនេះដែរ admin មានវីដេអូថ្មីសម្រាប់ចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាទៀតហើយចាហើយនេះគឺជាវីដេអូតាក់ទងជាមួយនឹងការផលិតជីទឹកពីកាកសំណល់ផ្ទះបាយចាសម្រាប់វត្ថុធាតុដើមគឺងាយស្រួលមែនទែនពុកម៉ែបងប្អូនគឺមានតែកាកសំណល់បន្សល់ពីការធ្វើម្ហូបរបស់យើងណាចាការញ៉ាំរបស់យើងហ្នឹងទៅដូចមានសបកអាឡឹកមានសបកពងទាមានស្លឹកសាឡាត់ស្លឹកតកួនអីចឹងទៅចាហើយអ្វីដែលយើងមិនអាចភ្លេចបានគឺទឹកអង្ករដែលយើងលាងមុនដាំបាយហ្នឹងគឺយើងទុកមួយឡែកពុកម៉ែបងប្អូនចាហើយសម្រាប់វត្ថុធាតុដើមទាំងពីរមុខហ្នឹងពុកម៉ែបងប្អូនគឺយើងគ្រាន់តែដាក់ចូលទៅក្នុងធុងជ័រឬមួយក៏ក្នុងពាងចាពាងតូចៗអញ្ចឹងណាដែលយើងគិតថាអាចដាក់បានគឺយើងដាក់វត្ថុធាតុដើមទាំងអស់ហ្នឹងចូលបញ្ចូលគ្នាពុកម៉ែបងប្អូនដូចអ្វីដែល admin បានបង្ហាញនៅក្នុងវីដេអូនេះអញ្ចឹងចាអញ្ចឹងនៅពេលដែលយើងបានដាក់កាកសំណល់ផ្ទះបាយចូលទៅក្នុងពាងនឹងហើយបន្ទាប់មកគឺយើងចាក់ទឹកអង្ករចូលក្រោយគេចាហើយសម្រាប់បរិមាណដែល admin បានលាយនោះគឺទឹកអង្ករចំនួន10លីត្រជាមួយនឹងកាកសំណល់ផ្ទះបាយចំនួន5គីឡូចាអញ្ចឹងយើងចាក់ដាក់វាលាយបញ្ចូលគ្នាចាហ្នឹងហើយដូចអ្វីដែល admin បានបង្ហាញនៅក្នុងវីដេអូអញ្ចឹងអញ្ចឹងនៅពេលដែលយើងលាយសពអស់ហើយពុកម៉ែបងប្អូនគឺយើងចាប់ផ្ដើមយកអាចនិយាយបានថាជាកតេឬក៏បាវអីអញ្ចឹងណាចាស់យើងយកមកក្របវាអញ្ចឹងទៅចាហើយទុករយៈពេល12ថ្ងៃគឺសភាពវាឡើងបែបហ្នឹងពុកម៉ែបងប្អូនចា12ថ្ងៃគឺសម្រាប់ admin គឺអាចប្រើបានហើយប៉ុន្តែបើសិនជាពុកម៉ែបងប្អូនគិតថាចង់ឲ្យវារលួយថែមមួយកម្រិតទៀតពុកម៉ែបងប្អូនអាចទុកវាចន្លោះ14ថ្ងៃទៅ20ថ្ងៃចាំយកមកប្រើក៏បានដែរចាប៉ុន្តែដោយសារតែមុនពេលដែល admin រៀបចំហ្នឹងគឺបន្លែខ្លះវាបានរលួយអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងតែ12ថ្ងៃគឺ admin យកទៅប្រើអញ្ចឹងមុនពេលប្រើគឺ admin បានរៀបចំដាក់កញ្ច្រែងមួយដើម្បីចម្រោះយកតែទឹកវាទេចាអត់យកកាកវាទេគឺ admin យកតែទឹកវាដូចនៅក្នុងវីដេអូអញ្ចឹងដួសទឹកវាដាក់ចូលទៅក្នុងដបអញ្ចឹងពុកម៉ែបងប្អូនប៉ុន្តែ admin សូមបញ្ជាក់ដែរបើសិនជាក្នុងករណីពុកម៉ែបងប្អូនប្រើទៅក្នុងធុងជ័រហើយមានគម្របបិទជិតអាហ្នឹងអាចគិតថាវានឹងមានលក្ខណៈពេលយើងបើកទៅមានហ្គាសមានអីអញ្ចឹងណាអញ្ចឹង admin លើកទឹកចិត្តឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាប្រើជាមួយនឹងបាវស៊ីម៉ង់ឬក៏បាវកតេអីដែលគិតថាអាចគ្របបានយើងគ្របទៅចាំបាច់ចិត្តពេកទេវាអាចនឹងមានបញ្ហាផ្ទុះមានការអីចឹងទៅប៉ុន្តែបើសិនជាពុកម៉ែបងប្អូនគិតថាចង់ប្រើមានគម្របបិទចិត្តអញ្ចឹងគឺអាចប្រើបានប៉ុន្តែព្យាយាមបើកគម្របវាកូរ2 3ថ្ងៃម្ដងអញ្ចឹងទៅចាហើយសម្រាប់ជីទឹកនេះទៀតសោតគឺយើងត្រូវលាយជាមួយនឹងទឹកស្អាតថែមមួយកម្រិតទៀតចឹងណាពុកម៉ែបងប្អូនមិនមែនយើងដួសមកភ្លាមយើងប្រើភ្លាមទេអញ្ចឹងក្នុងបរិមាណដែលយើងលាយហ្នឹងគឺជីទឹកហ្នឹងចំនួន250ទៅ300 ml ជាមួយនឹងទឹក10លីត្រចាហ្នឹងអ្វីដែល admin លាយសម្រាប់ប្រើលើដំណាំផ្សេងដូចជា strawberry ដូចជាស្លឹកគ្រៃដូចជាល្ពៅអញ្ចឹងណានិយាយទៅគ្រប់ដំណាំទាំងអស់យើងអាចប្រើបានចាអញ្ចឹងពេលវេលាសមស្របដែលយើងអាចប្រើបានគឺចន្លោះពេលព្រឹកឬក៏ពេលល្ងាចបើសិនជាយើងមានពេលក្នុងពេលណាមួយចាហើយរយៈពេល10ថ្ងៃគឺយើងស្រោចម្ដងពុកម៉ែបងប្អូនចានិយាយទៅគឺធ្វើឲ្យដំណាំយើងល្អចាលូតលាស់បានល្អមែនតើចាចាសសូមព្យាយាមប្រើប្រាស់ជាមួយនឹងផលិតផលដែលយើងផលិតបែបធម្មជាតិចាដើម្បីជួយផែនដីរបស់យើងក៏ដូចជាជួយសុខភាពរបស់យើងចាអរគុណច្រើន